ចូលមកដល់ភាគទី2តកតងទៅនឹងសំណួរចម្លើយគួយ CM សំណួរទី16នៅពេលបច្ចុប្បន្ននេះការវិនិយោគអចលនទ្រព្យរបស់ប្រជាជនកម្ពុជាតើសំខាន់អ្នកវិនិយោគចង់បានអ្វីជាងគេអញ្ចឹងចម្លើយខគឺចម្លើយទាំង3ទី1ថ្លៃឈ្នួលទី2ប្រាក់ចំណេញពីការឡើងថ្លៃទី3ហ្នឹងគឺមិនចង់ទុកប្រាក់នៅទំនេរសំណួរទី17ដាក់វិនិយោគនៅលើមូលបត្រកម្មសិទ្ធិ stock នៅលើផ្សារមូលបត្រកម្ពុជាទទួលបានអញ្ចឹងចម្លើយខហើយនឹងកមួយគឺការភាគលៀបតបមកចំណេញប្រម៉ែប្រមូលថ្លៃសំណួរទី18ច្បាប់គ្រប់គ្រងបានចែងថាកាលណាតម្លៃទំនិញកើនឡើងនាំឲ្យគឺនាំឲ្យបរិមាណតម្រូវការរបស់ទំនិញនោះថយចុះសំណួរទី19សេដ្ឋកិច្ចនៃប្រទេសកម្ពុជានាសម័យបច្ចុប្បន្នប្រកាន់យកនៅប្រព័ន្ធសេដ្ឋកិច្ចគឺចម្លើយខសេដ្ឋកិច្ចទីផ្សារសេរីសំណួរទី20ចំណូលជាតិរបស់ប្រទេសកម្ពុជាដែលសំខាន់ជាងគេនាសម័យបច្ចុប្បន្នទទួលបានពីចម្លើយគោគឺវិស័យឧស្សាហកម្មសំណួរទី21គេឲ្យអនុគមតម្រូវការគុយស្មើនឹង B ដល់មកស្មើ120 ពេនិងអនុគមគុយស្មើ A ស្មើនឹង5 ពេថ្លៃនៅចំណុចលំនឹងស្មើនឹងអញ្ចឹងចម្លើយគោគឺស្មើ20សំណួរទី22នៅពេលដែលប្រាក់រៀលឡើងថ្លៃប្រៀបធៀបជាមួយនឹងរូបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិកនឹងធ្វើឲ្យប្រទេសកម្ពុជាអញ្ចឹងចម្លើយកគឺវាងាយស្រួលនាំចូលសំណួរទី23ការវិនិយោគផ្ទាល់ពីបរទេសចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍតាមរយៈចម្លើយកគឺការបង្កើនមូលធនក្នុងប្រទេសនិងផ្ទេរបច្ចេកវិទ្យាពីប្រទេសរីកចម្រើនសំណួរទី24គោលនយោបាយរូបិយវត្ថុដាក់ចេញដោយគឺកដោយធនាគារជាតិសំណួរទី25ការធ្វើឲ្យប្រសើរឡើងនៅសុខុមាលភាពរបស់ប្រជាជនចូលរួមវិភាគទានដល់កំណើនគឺចម្លើយកផលិតភាពកម្លាំងពលកម្មសំណួរទី26តើកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំណាអញ្ចឹងគឺចម្លើយខនៅថ្ងៃទី14ខែធ្នូឆ្នាំ1955សំណួរទី27មុខងាររបស់គណៈបកមានតួនាទីផ្ដល់នៅតុល្យភាពសង្គមនិងថេរភាពនយោបាយគឺចម្លើយកផ្ដល់ការជំទាស់សំណួរទី28រឿងក្តីរដ្ឋបាលសម្ដៅដល់គឺចម្លើយកបណ្ដាវិវាទទាំងឡាយណាដែលស្ថិតនៅក្រោមសាលាជំរះក្តីរដ្ឋបាលសំណួរទី29លិខិតបទដ្ឋានគឺជាចម្លើយខជាលិខិតស្នាមលាយលក្ខណ៍អក្សរដាក់ចេញជាគោលការណ៍កំណត់បញ្ហាតែងតាំងឬក៏ធ្វើតំណែងតំណងតាមមុខសញ្ញាសំណួរទី30យុគសម័យថ្មីសតវត្សទី21បច្ចុប្បន្ននេះតើពិធីការជាតិមានធាតុអ្វីខ្លះអញ្ចឹងចម្លើយគោលគឺទំនៀមទម្លាប់បុកប្រពៃណីបុកពិធីការទូតនិងសាសនា